សូមអរកាយក្រាបថ្វាយបង្គំសូមជម្រាបសួរជនរួមជាតិរួមភាសាចាថ្ងៃនេះខ្ញុំមករៀនអាននៅច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារ1991បងប្អូនដែលជាច្បាប់អន្តរជាតិបានចុះបញ្ជីនៅ website អង្គការសហប្រជាជាតិច្បាប់នេះមានចំណងជើងថាកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាបងប្អូននេះគេដាក់ថាអ៊ុនតាក់នេះបងប្អូននេះដាក់ថាអ៊ុនតាក់ចាច្បាប់នេះមាន4កិច្ចព្រមព្រៀងធំកិច្ចព្រមព្រៀងទី1គឺជាកិច្ចព្រមព្រៀងដំណាក់កាលអន្តរកាលដែលមាន32មាត្រានិង5ឧបសម្ព័ន្ធបងប្អូនកិច្ចព្រមព្រៀងទី2គឺកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិដែលមាន8មាត្រាកិច្ចព្រមព្រៀងទី3គឺសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញដែលមាន13ចំណុចនិងកិច្ចព្រមព្រៀងទី4គឺកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសស្តីពីកម្ពុជាចាបងប្អូនគឺជាកិច្ចព្រមព្រៀងថ្ងៃទី21ដល់23ដុល្លារដែលបានចុះហត្ថលេខាព្រមព្រៀងគ្នាបានចុះហត្ថលេខានិងបានចូលជាធរមានចាបងប្អូនអញ្ចឹងខ្ញុំសូមអាននៅកិច្ចព្រមព្រៀងទី2គឺកិច្ចព្រមព្រៀងទាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិរបស់កម្ពុជាអញ្ចឹងខ្ញុំសូមអានភាគីដែលចូលរួមសន្យានិងចុះហត្ថលេខាបងប្អូននេះគឺអូស្ត្រាលីព្រុយណេដារូសាឡឹមកម្ពុជាកាណាដាសាធារណរដ្ឋប្រជាមានិតចិនសាធារណរដ្ឋបារាំងសាធារណរដ្ឋឥណ្ឌាសាធារណរដ្ឋឥណ្ឌូនេស៊ីជប៉ុនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវម៉ាឡេស៊ីសាធារណរដ្ឋហ្វីលីពីនសាធារណរដ្ឋសិង្ហបុរីរាជាណាចក្រថៃឡង់សហភាពសាធារណរដ្ឋសង្គមនិយមសូវៀតចក្រភពអង់គ្លេសនិងអៀតឡង់ខាងជើងសហរដ្ឋអាមេរិកសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋសហព័ន្ធសង្គមនិយមជូកូស្លាវីដោយមានវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហជីវជាតិផងដែរបងប្អូនចាអញ្ចឹងនេះជាម្ចាស់ហត្ថលេខីទាំងអស់បងប្អូនដែលបានសន្យាគ្រប់បែបយ៉ាងទាំងអស់ថាទទួលស្គាល់នៅបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនៃឯកភាពជាតិរបស់កម្ពុជាចាបងប្អូនអញ្ចឹងខ្ញុំសូមអាននៅមាត្រាទី5បងប្អូននេះជាម្ចាស់ហត្ថលេខីដែលបានទទួលស្គាល់គោរពគ្រប់បែបយ៉ាងទាំងអស់បងប្អូនអញ្ចឹងខ្ញុំសូមអាននៅមាត្រាទី5 1ក្នុងករណីមានការរំលោភឬការគំរាមកំហែងរំលោភលើអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនៃឯកភាពជាតិកម្ពុជាឬលើការបដិញ្ញាអនុវត្តដទៃទៀតណាមួយក្នុងកិច្ចព្រមព្រៀងនេះបណ្ដាភាគីក្នុងកិច្ចព្រមព្រៀងនេះភាគីដែលខ្ញុំបានរៀបរាប់មិញហ្នឹងបងប្អូនធ្វើការពិគ្រោះជាបន្ទាន់ដើម្បីអនុម័តរាល់វិធានការសមស្របដើម្បីធានាការគោរពដល់ការបដិញ្ញាចិត្តទាំងនោះនិងដោះស្រាយរាល់ការរំលោភទាំងនោះតាមមធ្យោបាយសន្តិវិធី2
វិធានការបែបនេះក្នុងចំណោមវិធានការផ្សេងទៀតអាចរួមមានការរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនៅទំនាស់ដោយសន្តិវិធីយោងទៅតាមមាត្រា33នៃធម្មនុញ្ញអង្គការសហប្រជាជាតិ 3. បណ្ដាភាគីក្នុងកិច្ចព្រមព្រៀងនេះក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្ដីពីកម្ពុជាដែរចាសហប្រធានគឺមានប្រទេសរដ្ឋាភិបាលនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ីនិងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងចានេះជាសហប្រធាន 4. ក្នុងករណីមានការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនៅកម្ពុជាភាគីក្នុងកិច្ចព្រមព្រៀងត្រូវស្នើដល់អង្គការមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិឲ្យចាត់វិធានការដទៃទៀតដែលសមស្របដើម្បីទប់ស្កាត់និងលុបបំបាត់ការរំលោភបែបនេះដោយស្របតាមមធ្យោបាយដោយស្របតាមច្បាប់អន្តរជាតិដែលទាក់ទិនចាបងប្អូនយើងចប់នៅមាត្រាទី5ចាំថ្ងៃបន្តខ្ញុំអានមាត្រាបន្ទាប់ទៀតបងប្អូនចាអរគុណ